និយាយដែររឿងប្លូតកពោះរឿងឆ្អឹងនឹងអញឆ្ងល់ថាវាមិនដឹងនិយាយល្មិចទៀតឲ្យវាយល់ប្រាប់ថាកម្ពស់វាមិនទាន់អស់ទេបើដុកទ័រជំនាញខាងឆ្អឹងគេប្រាប់ថាអាយុ50បានអស់ជីចុះឯងអាចលូតបានឲ្យ3ទឹកទៀតវានិយាយដល់ថាពូចុះឯងស្ទើរកម្ពស់ពូចុះឯងលូតអញចង់ទាំងបោកក្បាលឲ្យងប់អើយពូចក់អន់កំពូនតិចកុំអីអែមចាអីម៉ែ75អីឯងអន់កំពស់ទេឯងម៉ែបានអញសួរឯងម៉ែបានបានរ៉ាម៉ែ75អីទៀតអញស្អប់មិនទេអាណាមកខមមិនស្អីទៀបពូចក់ទៀបពូចក់ទឺដៃខ្លីជើងក្តីអីឯងក៏មកភ្លើជាមួយអញប្រាប់ហើយរឿងកំពស់នេះពូចាយប្រហែលអង្គចិត្ត10000នេះទិញអាទៅដោះគោបលូតឆ្អឹងមកផឹកនេះដុកទ័រជំនាញខាងឆ្អឹងគេប្រាប់ពូឲ្យថាពូអាយុដល់50បានឈប់លូតភ្លើនិយាយដែររឿងបលូតកំពស់រឿងឆ្អឹងនឹងអញឆ្ងល់ថាវាមិនដឹងនិយាយល្មិចទៀតឲ្យវាយល់ប្រាប់ថាកម្ពស់វាមិនទាន់អស់ទេបើដុកទ័រជំនាញខាងឆ្អឹងគេប្រាប់ថាអាយុ50បានអស់ជីចុះឯងអាចលូតបានឲ្យ3ទឹកទៀតវានិយាយដល់ថាពូចុះឯងស្ទើរកម្ពស់ពូចុះឯងលូតអញចង់ទាំងបោកក្បាលឲ្យងប់អើយឥឡូវឲ្យយល់អត់បើប្រាប់ថាកម្ពស់វានៅលូតទេវាមិនទាន់អស់ទេវានៅថាពូចក់ទៀបពេកពូចក់ទៀបពេកណែអញប្រាប់ឯងកុំនិយាយដែរអញបើយល់វាឲ្យទៅឡាយទៅស៊ូទៅចឹងស៊ូរហូតអាបលយួរទៅស្អីគេបើយើងសួរថាចុះពូយើងសងគុណពួកគាត់តាមរបៀបម៉េចទី1ឲ្យតម្លៃទៅលើកងទ័ពទៅលើគ្រួសារកងទ័ពពួកយើងមិនអាចទុកគាត់ចោលដូចលើកមុននៃឃើញសភាពពេលខ្លះយើងឃើញកងទ័ពនិយាយទៅយើងវាក្តុកក្តួលចិត្តដែលឃើញពួកគាត់ឈោសុំទាននេះគឺបានតែរូបភាពនឹងគឺមិនត្រូវបានមានទល់តែសោះមកចាប់ពីពេលនេះតទៅពួកកងទ័ពគឺបានតែគឺជាបុគ្គលដែលមានតម្លៃមិនអាចកាត់ថ្លៃបានដែលគាត់ហ៊ានពាក់លីសាច់ស្រស់ឈាមស្រស់ការពារនៅបូរណភាពទឹកដីការពារនៅប្រទេសការពារទឹកដីអញ្ចឹងពួកគាត់មិនស្ដាយសូម្បីតែជីវិតសង្គ្រាមចប់ហើយកាតព្វកិច្ចដែលពួកយើងត្រូវធ្វើគឺដឹងគុណទៅលើកងទ័ពនិងគ្រួសារគាត់